chẳng mình dạy bị bọn sắp sai và có chuyện dạy bị bỏ rồi miên aka siết mau pe còn dạy bị ca sắp sai ấy sự chẳng ai cũng tìm dạy bị ca mơ tụ tua mơ cảm thì mơ ấy mơ bỏ rồi miên chứ đó này ai nhìn che từ đó bị tầng ông nâng bậc hàm tiền đấyต่อเช่นจำพวกตีปรำปีติชีการหยวนmấy thíประปอนสับสายจนน้องเจอไม่เรียนดำบ้วนติซื้อเจียวค่ะติซื้อเจียวค่ะไม่เรียนที่ดำบ้วน我跟你一起看我跟你一起看ยังไงถ้าขยมเมื่อជាមួយអ្នកឬក៏ខ្ញុំមើលវាជាមួយអ្នកឧទាហរណ៍មើលព័ត៌មានមើលទូទួលអញ្ចឹងណាអញ្ចឹងយើងនិយាយហៅវកិននីអ៊ីជីខានខ្ញុំមើលជាមួយអ្នកខ្ញុំមើលជាមួយអ្នកអញ្ចឹងយើងមើលទៅកន្លែងពាក្យណាអញ្ចឹងដូចរបងអ្នកនេះដឹងហើយគ្រប់មេរៀនថ្មីទាំងអស់គឺយើងចូលចាប់ផ្ដើមពីពាក្យថ្មីរហូតដល់ប្រយោគរហូតដល់សន្ទនាឬក៏មានលំហាត់អនុវត្តណាអញ្ចឹងយើងទី1យើងសឹងឈឺពាក្យតោះអញ្ចឹងយើងចូលទៅសភៅពុំរបស់យើងអ្នកដែលបានចូលហើយសូមព្យាយាមទីងទាត់ហើយស្ដាប់ទៅសើឲ្យទាន់ណាបើសិនជាមានពាក្យឬក៏ចំណុចណាដែលគិតថាអត់ទាន់ឬក៏ស្ដាប់ទៅសើអត់ច្បាស់សូមប្រាប់ទៅសើមកវិញដែរណានេះចំណងជើងមេរៀនរបស់យើងនឹងចូលហើយពាក្យណាតែអញ្ចឹងសម្រាប់ពាក្យថ្មីមានទាំងអស់8មាន8ពាក្យណាអូខេ8ពាក្យពាក្យទី1យើងមានពាក្យថាស៊ីនវិនស៊ីនវិនស៊ីនវិនអានេះហៅស៊ីនវិនណាស៊ីនវិនស៊ីនវិនស៊ីននេះពាក្យស៊ីនមកពីពាក្យថាថ្មីណាគ្នាយើងរៀនកាលពីមេរៀនមុនវិនស៊ីនវិនអញ្ចឹងពេលពីរម៉ាត់គុំចូលគ្នាវាប្រែថាព័ត៌មានតោះស៊ីនវិនជញ្ជាក់ពីញអ៊ីងណាខ្ទង់ទី1ស៊ីនជញ្ជាក់ C បូកស្រៈ E បូកស្រៈ in C in ស៊ីនសលេងទី1ស៊ីនវិន U N វិនជញ្ជាក់ U ដាក់ស្រៈ N U N វិនដោយសារអក្សរ U ហ្នឹងពេលយើងអានអក្សរខ្មែរសំឡេងជាសំឡេងរបស់វាគឺអក្សរយោងតាមអក្សរ V អញ្ចឹង U N វិនអញ្ចឹងសំឡេងទី2វិនយើងអានថាស៊ីនវិនស៊ីនវិនយើងប្រែថាព័ត៌មានទី2មានពាក្យថាធានឈីដល់នេះពាក្យហ្នឹងរៀនម្ដងហើយនៅការភាគ1ដែលអ្នកឲ្យរៀនចំណងជើងចម្ពោះណាកន្លែងដែលគេដាក់ថាស៊ឺជៀនហឺធានឈីកន្លែងនោះគឺយើងរៀនពាក្យធានឈីម្ដងហើយតែឥឡូវមកមើលម្ដងទៀតឲ្យច្បាស់ធានឈីធានឈីយើងប្រែថាអាកាសធាតុណាអាកាសធាតុធានឈីជញ្ជាក់ភិញអ៊ីងមកវាខ្ទង់ទី1ធានធអ៊ីធីធីអានធានសលេងទី1ធានឈីឈីអ៊ីឈីសលេងទី4ឈីចឹងយើងថាធានឈីយើងប្រែថាអាកាសធាតុពាក្យទី3ពាក្យទី3យើងអានថាអ៊ីប៉ោយើងប្រែថាការព្យាករណ៍ទុកជាមុនការព្យាករណ៍ដល់ធ្លាប់លើគេនិយាយថាព្យាករណ៍អាកាសធាតុអញ្ចឹងណាអញ្ចឹងហ្នឹងគឺអ៊ីប៉ោការព្យាករណ៍ទុកជាមុនណាដល់អ៊ីប៉ោអក្សរអ៊ីខ្ទង់ទី1យើងអានអ៊ីដោយសារភិញអ៊ីងមកវាគឺស្រៈពេញតួឬក៏ព្យាង្គអ៊ីដែលយើងដាក់សំឡេងទី4ទៅយើងអានសកត់អ៊ីយើងអានថាអ៊ីប៉ោភិញអ៊ីងមកវាពអោប៉ោសលេងទី4ប៉ោចឹងយើងអានថាអ៊ីប៉ោសលេងទី4ទាំង2ណាសលេងទី4ទាំង2ពាក្យទី4ឥឡូវសូមមើលគ្នាយើងបន្តិចណាមកម៉ានអ្នកទៅសើ mention បន្ថែមអូខេវិជ្ជការស្រីអូនស្រីនេះបងរដ្ឋាបងសានបងបរិនបាន6ណាចឹងសល់បាត់គ្នាយើង4នាក់មានម្នាក់សុំច្បាប់អញ្ចឹងសល់3នាក់ទៀតចឹងសូម mention ប្រកបតិចណាមិញបងគុនធាមកហើយណាអូនៅចឹងសូម mention គាត់ដែរតែនេះចាំបន្តិចណាសូម mention គ្នាផ្សេង4នាក់ទៀតបងផ្លែតតើប្រកបចូលបានដែរអត់បើចូលបានបញ្ញាប់ចូលអញ្ចឹងណាអាសាសើអត់ចង់បាត់អ្នកណាម្នាក់ទេខ្លាចតាមអត់តន់ចាប់អត់តន់អញ្ចឹងចង់បញ្យល់ឲ្យបានតន់គ្នាអញ្ចឹងសូមចាំបន្តិចណាអ្នកគ្នា
ok tại dương mơ và tò bị tị buồn đấy dương min bị tha sứ hộ anh ấy có chia bớt sơn đã hết thôi ca mỗi chân chết chân ai lọt lư nữa dương gì ta sứ hộ ủ thọ vậy clear tờ sứ hộ clear có lẽ dương gì mà clear hết tầm bớt đã tờ sứ hộ chân ra tha np time cái giọng lấy time np đại sứ hộ rồi có chín điểm ra tha p smart bằng bị sứ chiên và nói thị trang cái pravi សម្រាប់ជាពាក្យបញ្ជាក់អត្ថន័យប្រែថានៅពេលដែលចុចចឹងខ្ញុំប្រើពាក្យ时候ចឹង时候យើងប្រែថានៅពេលដែលចឹងពីអ៊ីងមកវា时អក្សរជាងឬក៏សារពេញតួ时ហើយដាក់សលេខទី2时候h o h សលេខទី4ឬក៏អត់សញ្ញាប៉ុន្តែយើងអានជាងលឿនណាចឹងយើងអានហូយើងអានធ្ងន់បន្តិចសំឡេងលេខទី4ក៏បានអានសំឡេងកបត់ស្រាលដែលអត់មានសញ្ញាសំឡេងហ្នឹងក៏បានណាអញ្ចឹងរួមចូលគ្នាយើងអានថា时候យើងប្រែថានៅពេលឬក៏នៅពេលដែលបើជានាមយើងប្រែថាពេលវេលាអូខេស្មើនឹងពាក្យ时间ណា时间ឥឡូវ时候ពាក្យទី5តោះពាក្យទី5一起យើងប្រែថាជាមួយគ្នាទាំងអស់គ្នានៅ together ភាសាអង់គ្លេស together យើងអាចប្រែថាទាំងអស់គ្នាជាមួយគ្នា一លេខ1តែឡើយនេះគេអានលេខ4អញ្ចឹងសញ្ញាទីសម្លាសំឡេងទី4យើងអានតែយើងបានសលេងទី4នឹងដាក់យើងអានថាឈីសលេងទី3ឈីចឹងយើងអានថាឈីយើងប្រែថារួមគ្នាទាំងអស់គ្នាជុំគ្នាឬក៏ជាមួយគ្នាណាចឹងអ្នកនេះអាចនឹងធ្លាប់ឮខ្លះដែរចឹងពាក្យទី5ឈីពាក្យទី6យើងមានពាក្យថាពីខ្សែតែពាក្យពីខ្សែនេះរៀនតាំងមេរៀនមុនដែលមានពាក្យនៅក្នុងប្រយោគ clear ដែលគេនិយាយបន្ថែមហើយសឹកបានដាក់ពាក្យនៅក្នុងក្រុមឲ្យអ្នកគ្នាដែរមានពាក្យពីខ្សែណាឥឡូវយើងរៀនមេរៀននេះបន្ថែមទៀតហើយអញ្ចឹងពីខ្សែយើងបែរថាការប្រកួតប្រជែងការប្រឡងប៉ុណ្ណឹងអីចឹងណាគ្នាដោយប៉ុណ្ណឹងទូប្រកួតបាល់អីចឹងណាយើងមានការប្រកួតប្រជែងជាច្រើនប្រភេទចឹងណានេះគាត់ដាក់ពាក្យពីខ្សែហ្នឹងទៅគេដឹងថាជាការប្រកួតអញ្ចឹងពាក្យជានាមដែលប្រែថាការប្រកួតការប្រឡងប្រជែងការប្រណាំងអីហ្នឹងគឺយើងប្រើពាក្យពីខ្សែតែយើងមើលពាក្យពីខ្សែពីអ៊ីងរបស់វាខ្ទង់ទី1ពណ៌ E2 សលេងទី3 2ខ្ទង់ទី2ខ្សែsư ai sai សលេងទី4ខ្សែចឹងយើងអានថាពីខ្សែយើងប្រែថាការប្រកួតណាពីខ្សែការប្រកួតជាងសំណួរភាសាខ្មែរទុកណាអ្នកនាងពាក្យទី7ជាវអ៊ីសូមអោសទៅលើតិចណាជាវអ៊ីយើងប្រែថាការអប់រំជាវអ៊ីអក្សរជាវ G E G O ជាវសលេងទី4ជាវអក្សរ E ស្រៈពេញតួឬក៏ព្យាង្គ E ហើយយើងដាក់សំឡេងទី4ទៅយើងអានថា E អញ្ចឹងយើងអានថាជាវ E ប្រែថាការអប់រំណាជាវ Eពាក្យទី8ហោដល់នេះធ្លាប់រៀនពាក្យហោយើងប្រែថាល្អឬក៏សុខសប្បាយប៉ុន្តែឥឡូវនៅនេះគេមិនប្រែថាល្អទេគេនិយាយពាក្យថាអូខេមែនហើយបាទមែនហើយឬក៏អ្នកនេះឆ្លើយតបទៅគេបើមើលស្រីចាមែនហើយអូខេអញ្ចឹងក៏បានអញ្ចឹងយើងកន្លែងនេះពាក្យហៅប្រហែលនេះគឺជាពាក្យឆ្លើយតបទៅកាន់អ្នកណាម្នាក់ដែលយើងនិយាយបែបនិយាយថាយល់ព្រមអូខេឬក៏ alright ហ្នឹងគឺមានន័យអូខេអញ្ចឹងហើយមែនហើយអញ្ចឹងក៏បានបាទអញ្ចឹងក៏បានអូខេបានណាអញ្ចឹងយើងឆ្លើយតបទៅគេបែបហ្នឹងជាងប្រើពាក្យហៅ
ឧទាហរណ៍នេះគេនិយាយមក clear ចឹងមកយើងយល់ស្របមួយគេដែរយើងនិយាយថាហៅអូខេហ្នឹងហើយអញ្ចឹងក៏បានដែរហៅហើយបើយើងនិយាយពាក្យខ្មែរបាទឬក៏ចាស់អ្នកនេះអាចណូតទុកបែបហ្នឹងណាសូមកត់ត្រាអត្ថន័យវាទុកតែអញ្ចឹងមាន8ពាក្យហ្នឹងណានេះស៊ីនវិនព័ត៌មានធានឈីអាកាសធាតុអ៊ីប៉ោការព្យាករណ៍ទុកមុន时候នៅពេលឬក៏នៅពេលដែលឬក៏ពេលវេលាអ៊ីឈីយើងប្រែថាជាមួយគ្នាជុំគ្នាទាំងអស់គ្នារួមគ្នាពីសៃយើងប្រែថាការប្រកួតការប្រឡងការប្រកួតប្រជែងទី7ចៅអ៊ីយើងប្រែថាការអប់រំចៅអ៊ីការអប់រំតើមកយើងមានពាក្យថាហៅអូខេអញ្ចឹងក៏បានយល់ព្រមយល់ស្របអញ្ចឹងពាក្យបង្ហាញការយល់ស្របថាអូខេទៅលើទៅកាន់ឆ្លើយតបទៅកាន់នរណាម្នាក់ហ្នឹងគឺយើងប្រើពាក្យហៅមួយម៉ាត់ហ្នឹងក៏បានដែរណាអូខេអញ្ចឹងបន្ទាប់ពីអ្នកនេះបានស្ដាប់ការបញ្យល់ការបកប្រែហើយសូមណូតសូមកត់ត្រាទុកហើយលោកសួរនឹងបង្ហាញការសរសេរគំនូសឲ្យអ្នកនេះមើលឥឡូវនឹងបន្តិចណាឲ្យអ្នកនេះមើលឲ្យយល់ថាការសរសេរគំនូសអក្សររបស់យើងតែយើងសរសេរបែបណាហើយពេលដែលយើងសរសេរតើអ្នកនេះសរសេរពីមានន័យថាពីពាក្យនីមួយនេះពីត្រង់ណាទៅគូសបែបណាបែបអីចឹងណាអញ្ចឹងយើងមើលទៅអស់នេះតើយើងសរសេរមិនពាក្យទៅ8របស់យើងណាតែអញ្ចឹងអ្នកនេះពាក្យខ្លះយើងបានស្គាល់បានធ្លាប់រៀនអញ្ចឹងប្រការសរសេរដូចជាអត់ប្រវត្តិទេប៉ុន្តែពាក្យថ្មីសូមទៅវឹកហាត់ហើយយើងមើលទាំងអស់គ្នាដើម្បីជាការរំលឹកការឲ្យយើងចងចាំបន្ថែមអ្នកនេះមើលម្ដងអាចអត់ទាន់ចាំអស់ទេប៉ុន្តែលោកសួរសរសេរមើលសិនហើយតមកអ្នកនេះអាចរៀនមើលរៀនអីបន្ថែមរៀនខ្លួនពិសេសกระดาษដែលលោកសួរធ្លាប់ផ្ញើឲ្យក្នុងក្រុមដូចជាกระดาษ file ដែលអាចព្រីនចេញមកមានកាឡាដើម្បីយើងគូសប្រអប់អក្សរបានហ្នឹងគឺអ្នកនេះអាចយកវាមកសរសេររៀនសរសេរអក្សរបានដូចគ្នាណាតោះអញ្ចឹងឥឡូវយើងមើលការគូសអក្សរមួយពីលោកសួរហើយអ្នកនេះអាចទៀងទាត់មើលឲ្យយល់យើងអាចរៀនសរសេរឲ្យបានស្អាតបន្ថែមណាតោះអញ្ចឹងពាក្យទី1 sin វិញអក្សរ sin អ្នកនេះគូសមិនខ្លះអញ្ចឹងយើងគូសបតមួយគូសផ្ដេកមួយគូសសញ្ញាបតបតែបច្ឆៈចូលគ្នាពីរនេះគូសពីក្រោមមួយទៀតគូសពីក្រោមមួយទៀតហើយយើងកាត់ទម្លាក់មកក្រោមបែបនេះហើយយើងបតឆ្វេងស្ដាំនេះបានអក្សរផ្នែកខាងមុខអក្សរខាងស្ដាំជាប់វាគឺគូសបែបនេះហើយអ្នកនេះគូសត្រង់ទៅស្ដាំហើយបញ្ឈរចេះនេះយើងបានអក្សរ sin អក្សរ sin យើងប្រែថាថ្មីប៉ុន្តែឡើយនេះគេបកប្រែទៅគេបូកចូលគ្នាជាមួយពាក្យ win sin win យើងប្រែថាព័ត៌មានអក្សរ win ទៅសេមិនបតមួយគូបញ្ឈរគូទៅស្ដាំតម្លាក់មកក្រោមជិះជើងគូខាងក្នុងគឺអក្សរបែបនេះណាគូត្រង់គូបញ្ឈរឆ្វេងគូបញ្ឈរស្ដាំអាស្ដាំហ្នឹងរៀងចុះវែងវែងទៅហើយតមកខាងក្នុងមាន1 2ហើយបើយើងបិទអញ្ចឹងអ្នកនេះគូកាត់ពីក្រោមដូចផ្ទាត់បិទអញ្ចឹងអក្សរវិនបានពាក្យ sin វិនពីរហ្នឹងប៉ុណ្ណឹងគឺបានពាក្យ sin វិនព័ត៌មានហើយយើងមើលបន្តទៀតពាក្យធានឈីទី2ធានអ្នកនេះធ្លាប់រៀនហើយសរសេរបែបនេះអក្សរធានអក្សរឈីអ្នកនេះគូបែបនេះមួយទីងទៅស្ដាំខាងក្រោមមួយខាងក្រោមទីងទៅស្ដាំមួយទៀតហើយអ្នកនេះតាក់តម្លាក់មកក្រោមបច្ឆៈមកស្ដាំហើយជិះជើងបែបនេះនេះគឺឈីអក្សរធានឈីពីរហ្នឹងធានឈីអាកាសធាតុអូខេបន្តទៀតយើងមានពាក្យទី3អ៊ីប៉ោអក្សរអ៊ីអ្នកនេះសរសេរគឺគូបែបនេះហើយជិះជើងវាបន្តិចហើយបានដាក់ឲ្យគូពីក្រោមត្រង់នេះបែបនេះមានតពុអញ្ចឹងណាកងុកបន្តិចហ្នឹងតែមកគូត្រង់មកក្រោមហើយយើងជិះជើងប៉ុណ្ណេះតែមកអក្សរជាប់វាខាងស្ដាំគឺអក្សរបែបនេះបច្ឆៈបែបនេះហើយយើងគូបែបនេះហើយបើយើងដាក់អក្សររនៅក្រោមនេះអក្សរអ៊ីសេប៉ុណ្ណឹងណាគ្នាអក្សរអ៊ីតែមកអក្សរប៉ោណានេះទៅសេបែបនេះគូត្រង់ពីលើចុះក្រោមជិះជើងបច្ឆៈមួយបច្ឆៈនេះកាត់បែបនេះណាតមកអក្សរខាងស្ដាំរបស់វាបែបនេះគូបឈរហើយយើងតាក់ទីស្ដាំវានេះបែបនេះណា
ចឹងបានអក្សរប៉ុណ្ណឹងយើងអានថាអ៊ីប៉ោយើងប្រែថាការព្យាករទុកជាមុនអក្សរទី4សឺហូអក្សរសឺដែលនេះធ្លាប់រៀនសឺជាអញ្ចឹងយើងគូអក្សររឹហើយដាក់ខាងស្ដាំវាមកទាញអញ្ចេះតម្លាក់ចុចជើងបតក់ខាងក្នុងសឺហូហូអ្នកនេះទៅសេបាញ់អ្នកនេះគូបែបនេះហើយយើងគូបញ្ឈររៀងមកមុំប៉ុណ្ណេះមួយនៅខាងស្ដាំគូបែបនេះគូកាត់ផ្ទាត់ពីក្រោមគូបែបនេះទៅស្ដាំខាងក្រោមទៅត្រង់ហើយបានយើងទាញតម្លាក់មកចេះបែបនេះអញ្ចឹងទៅសេបែបហ្នឹងបានពីអក្សរហ្នឹងយើងខ្លាចទៅជាអក្សរថាសឺហូសឺហូសឺហូយើងប្រែថានៅពេលដែរឬក៏ពេលវេលាពាក្យទី5អ៊ីឈីចឹងមើលទាំងអស់គ្នាណាអ៊ីឈីសេមិនសរសេរអក្សរអ៊ីមកអក្សរអ៊ីអានថាអ៊ីឈីណានេះគូបែបនេះគូបែបនេះហើយណានេះគូខាងក្រោមបតក់ទៅស្ដាំហើយយើងទីមកឆ្វេងបែបនេះហើយទីកតុយវិវត្តអញ្ចេះហើយបានខាងស្ដាំវាហ្នឹងគឺអក្សរបែបនេះអក្សរបែបនេះណាអ្នកគ្នាចឹងគូមើលទៅមកដៃយើងមកល្មមស្អាតទាញឆ្វេងស្ដាំលើក្រោមមកស្អាតអ៊ីឈីអូខេបន្តពាក្យពីសាយពីសាយពីសាយយើងធ្លាប់រៀនមេរៀនមុនដែលនៅក្នុងប្រយោគហើយឥឡូវយើងរៀនបន្ថែមទៅលើការសរសេរពាក្យរបស់យើងអញ្ចឹងយើងប្រែថាការប្រកួតប្រជែងណាពីសាយសូមចាំបន្តិចណាលោកស៊ឺដាក់នេះពាក្យ note ឲ្យមួយហើយយើងរៀនអក្សរពីសាយចឹងនឹងសរសេរមិនណានេះអាចសរសេរបែបនេះបតក់គូមកស្ដាំត្រេមួយគូបញ្ឈរហើយចុចជើងបែបនេះហើយនេះគូបតក់ចេះមួយហើយយើងទាញពីលើទាញមកស្ដាំហើយចុចជើងនេះអក្សរ2អក្សរ2តើមកអក្សរសាយអក្សរសាយអក្សរសាយរៀងគំនូរឿងច្រើនណាចាំបន្តិចលោកស៊ឺគូឲ្យមើលអក្សរសាយណានេះគូបតក់មួយបតក់ខាងលើហើយតើមកដាក់ដូចដបូលអញ្ចឹងបែបនេះហើយនេះគូសញ្ញាដូចទ្រុងជ្រូកអញ្ចឹងចាំមើលគូមិន1 2 3 4 ហើយបិទពីក្រោមចេះ5អញ្ចឹងរៀងច្រើនតិចណានេះមើលទៅដូចជ្រុងច្រើនណាតើមកទាញឆ្វេងមួយដាំមួយហើយបើយើងដាក់ពីក្រោមអក្សរប្រអប់កាប់ហើយយើងដាក់អក្សររើននៅខាងក្នុងនេះណាយើងអានថាពីសែតើសរសេរមើលថាថ្មីណាពីសែពីសែការប្រកួតប្រជែងការប្រកួតការប្រឡងប្រណាំងអីផ្សេងៗហ្នឹងគឺពីសែអូខេបន្តពាក្យបន្ទាប់ណាពាក្យបន្ទាប់របស់យើងគឺពាក្យទី7ពាក្យទី7ចែវអ៊ីអក្សរចែវអ្នកធ្លាប់រៀនហើយដូចចែវស៊ឺចែវស៊ឺឥឡូវមើលម្ដងទៀតណាចែវសេមិនចែវទៅសេបែបនេះគ្រូបែបនេះឆាកបែបនេះនៅខាងក្រោមបែបនេះហើយអ្នកនេះដាក់អក្សរខាងស្ដាំវាបែបនេះនេះអានថាចែវអ៊ីអក្សរអ៊ីបន្តមួយគូត្រង់គូទីងមកក្រោមបែបនេះហើយចុចជើងហើយដាក់អក្សរយេពីក្រោមគូបែបនេះខ្ល้ายជាអក្សរអ៊ីអញ្ចឹងយើងអានពីនឹងចូលនេះយើងអានថាចែវអ៊ីយើងប្រែថាការអប់រំតាពាក្យចុងក្រោយហោណានេះធ្លាប់រៀនហើយអញ្ចឹងដូចជាអត់ពិបាកទេគាត់ណានេះសរសេរឲ្យស្អាតមកបានហើយរៀនសរសេរអញ្ចឹងយើងមានពាក្យ8ណាបើសិនសរសេរឲ្យមើលសាថ្មីម្ដងមួយតែណានេះមើលឲ្យស្គាល់ណារៀងលឿនអក្សរស៊ីនវិនស៊ីនវិនអក្សរអ៊ីប៉ោអក្សរអ៊ី
报预报តែមកអ្នកឲ្យអក្សរ时候អក្សរ时តើសរសេរសាច់ថ្មីណាអោសជាប់ដៃអក្សរអក្សរ时候ដល់ហើយបើសិនសអោសជាប់ទៅណានេះម្ដងទៀត时候时ពេលណាអោសទៅជាប់ដៃ时候ណា时候អក្សរ一起ទី5一起អក្សរ一តើមកអក្សរ起一起តើមកអក្សរទី6ពីរអក្សរ2អក្សរ比赛អក្សរទី7教育អក្សរ教អក្សរ育教育អក្សរទី8អក្សរ好អញ្ចឹងនឹងរៀនឲ្យអ្នកនេះរៀនពីរដងហើយអក្សរ好好អូខេតែអញ្ចឹងមាន8ពាក្យហ្នឹងចប់ហើយអ្នកនេះអាចមើលច្បាស់បើសិនជាពាក្យណាអត់ទាន់ទេប្រាប់ដល់សើបញ្យល់ឡើងវិញឬក៏អាចចូលទៅមើលក្នុង website ដែលយើងអាច search ជាអក្សរគំនូបានតើសើបង្ហាញម្ដងទៀត website អីគេណានេះអ្នកនេះចូលចាំតិចណាចូលទៅ Google អានេះវាយអក្សរ AOCH Chinese នេះទៅមានវាយស្រាប់ចឹងនៅនេះណា AOCH Chinese តើមកដល់នេះចុចនេះសញ្ញា A បូកនៅក្នុងវងមូលនេះចឹងចុចលើអាហ្នឹងមួយទៅយើងបានជាចូលទៅក្នុងទំព័រ website ហើយបើអ្នកនេះចង់ចេះអក្សរអីមួយឧទាហរណ៍អ្នកចង់ចេះអក្សរពីរសាយអក្សរសាយចឹងអ្នកនេះគ្រាន់តែចូលកន្លែងប្រអប់ search នេះមកហើយយើងទៅសេអក្សរសាយពេញអ៊ីងហើយរើសពាក្យអក្សរសាយហ្នឹងមកនេះហើយយើងចុច search មកអ្នកនេះនឹងបានឃើញអក្សរសាយហ្នឹងគេទៅសេជានេះគំនូឲ្យយើងមើលអញ្ចឹងចាំមើលវីដេអូវានេះតោះម្ដងទៀតណាទៅតោះចឹងមើល1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
7 9 10 11 12 13 14 14 គំនូរណាស់នេះអញ្ចឹងឃើញគោម្ដងមួយអញ្ចឹងពេលយើងទៅសេយើងអាចរៀនមើលក្នុង website នឹងបន្ថែមបើសិនជាពេលមើលទៅគឺអាចអត់តន់ឲ្យផ្លេចអញ្ចឹងថ្ងៃក្រោយទៅផ្លេចការនេះអាចបើកទៅក្នុង website ARCH Chinese ដែលសរសេរឲ្យមើលមិញហ្នឹងហើយយើងចុច search អក្សរមួយតាមដែលអ្នកនេះអាច search ឃើញពិសេសទូរស័ព្ទឬកុំព្យូទ័ររបស់អ្នកនេះត្រូវមាន keyboard ជាភាសាចិនហើយពេលដែលយើងវាយពេញអ៊ីងទៅវានឹងលោតអក្សរចិនឲ្យអញ្ចឹងចង់ចេះអក្សរមួយណាដែលរៀនហើយវាយតែពេញអ៊ីងវាតាមkeyboard ហ្នឹងមកវាលោតអក្សរឲ្យឬសឺវាយបង្ហាញឲ្យមើលមិញហើយយើង search មកតែ search ម្ដងបានតែមួយម៉ាត់ទេអ្នកគ្នាអាច search ពី2ម៉ាត់ទេណាដូចថាអ្នកនេះចេះចង់ចេះពាក្យ2ស្អីអញ្ចឹងបើថាចង់សរសេរពាក្យ2អញ្ចឹងវាយតែ2មួយម៉ាត់មកបានវាចេញឲ្យមិនអាចវាយ2ស្អីទាំង2ម៉ាត់ហ្នឹងហើយវាចេញឲ្យទេណាអញ្ចឹងវាយតែមួយតួអក្សរទេម្ដងមួយតួអក្សរទោះបីពាក្យហ្នឹងមាន2ម៉ាត់3ម៉ាត់ក៏ដោយណាអញ្ចឹងវាយម្ដងតែមួយតួឬក៏មួយម៉ាត់របស់វាទេអញ្ចឹងអ្នកនេះចង់ចេះនេះចូលមក website នឹងដូចទៅស៊ឺបង្ហាញអញ្ចឹងមកណាគឺនៅក្នុងហ្នឹងគឺគេបរិញ្ញាអ្នកគ្នាឲ្យចេះតើតើការសរសេរគំនូរផងមើលអត្ថន័យមាន search ជាប្រភេទប្រយោគបន្ថែមទៀតអញ្ចឹងបើយើងប្រើ website ហ្នឹងក៏ល្អដែរវាមិនមែនជា dictionary នៅក្នុងកម្មវិធីដែលយើង download មកទេប៉ុន្តែវាជា website អញ្ចឹងអ្នកអាច search នៅក្នុងកុំព្យូទ័រក៏បានទូរស័ព្ទក៏បានឬក៏ tablet ឬក៏អីផ្សេងៗក៏បានឲ្យតែមានកម្មវិធី Google search បានទាំងអស់ណាអញ្ចឹងជាយាមមើលតាមដូចស៊ឺបង្ហាញហ្នឹងមកហើយថ្ងៃក្រោយយើងរៀនសរសេរអក្សរឲ្យបានចេះគ្រប់តួអក្សរដែលយើងរៀនហើយយើងវឹកហាត់សរសេរដៃរបស់យើងឲ្យស្ទាត់ដូចស៊ឺបង្ហាញវីដេអូមិញហ្នឹងគឺចង់ឲ្យអ្នកនេះរៀនមើលហើយថ្ងៃក្រោយយើងអាចរៀនសរសេរដាក់กระดาษយើងរៀនសរសេរអក្សរហ្នឹងឲ្យបានស្អាតជាងមុនណាអូខេអញ្ចឹងយើងចប់កន្លែងហ្នឹងដែលស៊ឺចង់បង្ហាញទៅប្រយោគបន្តទៀតណាតែយើងចូលទៅប្រយោគមេរៀនរបស់យើងដោយសារមិញសរសេរពាក្យឲ្យមើលហើយអញ្ចឹងយើងចូលទៅកន្លែងប្រយោគម្ដងណា
ចឹងពាក្យទាំង8ចឹងណានេះសូមរៀនអានរៀនសរសេរដូចសើបង្ហាញមិញចឹងឲ្យ start ហើយយើងចូលទៅកាន់មើលការសរសេរជាប្រយោគរបស់មេរៀនរបស់យើងតើគេដាក់ឲ្យមានប្រយោគមិនខ្លះតើអ្នកនេះអាចរៀនចេះពី clear ថាមិនខ្លះអញ្ចឹងនៅក្នុងប្រយោគទូទៅមាន5 6 7ប្រយោគអីចឹងអញ្ចឹងជាទូទៅ5 6អ្នកនេះអញ្ចឹងមួយមេរៀនមាន5 6 7 8ពាក្យអញ្ចឹងអាចមានខ្ទង់ប៉ុណ្ណឹងហើយយើងមាន5ប្រយោគអញ្ចឹងយើងចេះបាន5ប្រយោគជាគោលប៉ុន្តែនៅកន្លែងអានកន្លែងលំហាត់អានផ្សេងៗនៅក្រោមបន្លែបកប្រែហ្នឹងអាចមានប្រយោគច្រើនទៀតអញ្ចឹងអ្នកនេះអាចរៀនមើលឲ្យ start ហើយរៀនអានហើយយើងចេះពាក្យភាសាចិនរបស់យើងនៅក្នុងកន្លែងពាក្យហើយយើងពេលយើងបង្កើតជាប្រយោគយើងប្រកាសជាអាចរៀនបង្កើតបានឬក៏រៀននិយាយជាភាសាចិនបានតាមគំរូដែលគេឲ្យមកដូចគ្នាណាអញ្ចឹងជាយើងវឹកហាត់បន្ថែមរៀងខ្លួនទាំងអស់គ្នាអូខេអញ្ចឹងប្រយោគទី1អញ្ចឹងយើងចេះពាក្យ xin vấn យើងចេះពាក្យទៀនសឺដែលយើងមេរៀនមុនណាអញ្ចឹងនេះចេះម្ដងហើយពាក្យទៀនសឺជាមុខអីហ្នឹងកម្មវិធីទូរទស្សន៍អញ្ចឹងឥឡូវយើងយកមកនិយាយនៅក្នុងមេរៀននេះដែរទី1គេដាក់ថាវ៉ស៊ីហ៊ွန်ខាន់ខ្ញុំចូលចិត្តមើលទៀនសឺជាមុខទៀនសឺទូរទស្សន៍ទៀនសឺជាមុខយើងប្រែថាកម្មវិធីកម្មវិធីដែលគេចាក់តាមទូរទស្សន៍ហ្នឹងគឺជាមុខអញ្ចឹងយើងនិយាយថាទៀនសឺជាមុខកម្មវិធីទូរទស្សន៍អញ្ចឹងយើងនិយាយថាខ្ញុំចូលចិត្តមើលកម្មវិធីទូរទស្សន៍នេះទៀនសឺនេះទូរទស្សន៍ជាមុខនេះកម្មវិធីអញ្ចឹងទៀនសឺជាមុខកម្មវិធីដែលគេផ្សាយក្នុងទូរទស្សន៍អញ្ចឹងកន្លែងនេះយើងប្រែថាខ្ញុំចូលចិត្តមើលកម្មវិធីទូរទស្សន៍ប្រយោគទី2គេដាក់ 我跟你一起看跟យើងប្រែថាជាមួយឬក៏ជាមួយនឹង一起យើងរៀនមិញយើងប្រែថាជាមួយគ្នាទាំងអស់គ្នាខាន់យើងប្រែថាមើលអញ្ចឹង一起看មើលទាំងអស់គ្នាមើលជុំគ្នាឬក៏មើលជាមួយគ្នាអញ្ចឹងយើងនិយាយថា我跟你一起看យើងប្រែថាអាចប្រែថាខ្ញុំមើលជាមួយអ្នកជុំគ្នាឬក៏ទាំងអស់គ្នាអូខេប្រយោគទី3យើងមានពាក្យថា好អញ្ចឹងគេឆ្លើយតបថាអូខេហ្នឹងហើយអូខេ好我们一起看ពួកយើងមើលទាំងអស់គ្នាពួកយើងមើលទាំងអស់គ្នា一起看ណាប្រយោគទី4 TE TE នេះយើងប្រែថាការសិក្សាឬក៏ការហាត់កីឡាអ្នកគ្នាហាត់កាយសិក្សាហាត់ប្រាណអីផ្សេងៗហ្នឹងគឺ TE ដោយយើងរៀននៅក្នុងមេរៀនរបស់យើងដូចថ្នាក់ជាឡាយអញ្ចឹងមានមុខវិជ្ជា TE ខមុខវិជ្ជាកាយសិក្សាមុខវិជ្ជាហាត់ប្រាណមុខវិជ្ជាហាត់កាយសិក្សាសម្រាប់រាងកាយរបស់យើងមុំមួនអាហ្នឹងគឺ TE គេដាក់ TE ជាមុខកម្មវិធីហាត់កាយសិក្សាកម្មវិធីហាត់កីឡាមានន័យកម្មវិធីហ្នឹងគេផ្សាយអំពីការលេងកីឡាការហាត់ប្រាណការហាត់កីឡាផ្សេងៗអញ្ចឹងអាហ្នឹងគឺ TE ជាមុខចឹងគេ說ថា TE ជាមុខ什么时候开始តើ开始យើងប្រែថាចាប់ផ្ដើម时候យើងប្រែថាពេលនៅពេលណាមួយ什么时候ចឹងមានពាក្យសំណួរសិនមក什么时候យើងប្រែថានៅពេលណាណា什么时候នៅពេលណាចឹងយើងសួរថា叫TE ជាមុខ什么时候开始តើកម្មវិធីកាយសិក្សាឬកម្មវិធីហាត់កីឡាហាត់ប្រាណហ្នឹងចាប់ផ្ដើមនៅពេលណា什么时候开始ចាប់ផ្ដើមនៅពេលណាហើយបើយើងចង់និយាយពេលវេលាអ្នកនេះមានពាក្យពេលវេលាច្រើនដូចជាពាក្យម៉ោងដូចជាពាក្យនាទីពាក្យម៉ោងពាក្យពេលព្រឹកថ្ងៃល្ងាចយប់អីចឹងទៅនិយាយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនិយាយពីខែនិយាយពីឆ្នាំអញ្ចឹងពាក្យពេលវេលាមានច្រើនថ្ងៃនេះថ្ងៃស្អែកម្សិលមិញអញ្ចឹងបើសំណួរគេសួរថាពេលណាចាប់ផ្ដើមចឹងមានន័យវាអត់ទាន់ចាប់ផ្ដើមទេអញ្ចឹងគេសួរថាពេលណាចាប់ផ្ដើម什么时候开始អញ្ចឹងបើចាប់ផ្ដើមអាចយើងនិយាយទៅកាន់ពេលបន្ទាប់ពីឥឡូវឧទាហរណ៍ថ្ងៃនេះយើងនិយាយថ្ងៃស្អែកចាប់ផ្ដើមបើសិនជាឥឡូវម៉ោង5យើងនិយាយថាម៉ោង6បន្ទាប់ពីម៉ោង5ចាប់ផ្ដើមអញ្ចឹងទៅអញ្ចឹងយើងនិយាយពេលទៅខាងមុខណាអ្នកគ្នាអញ្ចឹងយើងសួរ什么时候យើងប្រែថានៅពេលណាចាប់ផ្ដើម开始អញ្ចឹងយើងអាចឆ្លើយពេលវេលាដូចឆ្លើយម៉ោងឆ្លើយថ្ងៃឆ្លើយខែឆ្លើយ
ngày A chứ nhưng ai slide bạn đấy ô thọ tha gì vậy ta chập ở đam bằng đọp thì y chia mũ chập ở đam bằng đọp chứ nhưng vậy ta sư tiến khai sư tiến bằng đọp chứ là nó lọp đến bị mau hỏi chứ nhưng ai vô mà pra nó mê đi bật thèm được cái này chắcสำหรับមេរៀនរបស់យើងដោយសារយើងមានជាលក្ខណៈពាក្យជាលក្ខណៈប្រយោគចឹងណានេះមើលឲ្យតនការសរសេរប្រយោគគឺពិតជាសំខាន់ដែរដើម្បីដឹងថាយើងតើយើងប្រើពាក្យរបស់យើងប្រើនៅទីតាំងណាហើយមានសំណួរប្រភេទអីខ្លះចម្លើយប្រភេទអីខ្លះជាការរៀបរាប់យ៉ាងណាខ្លះត្រូវសិក្សាស្វែងយល់ទាំងអស់គ្នាអូខេអញ្ចឹងប្រយោគទី4អ្នកនេះបើសិនយើងឆ្លើយចម្លើយយើងអាចឆ្លើយពេលវេលាអីមួយឧទាហរណ៍បើនិយាយពីកម្មវិធីមានន័យថាគឺគេចាក់តាមម៉ោងតាមពេលអញ្ចឹងបើនិយាយតាមម៉ោងយើងអាចឆ្លើយម៉ោងអញ្ចឹងឧទាហរណ៍ឥឡូវហ្នឹងម៉ោង7:78តើមកយើងសួរថាម៉ោងប៉ុន្មានចាប់ផ្ដើមអញ្ចឹងឧទាហរណ៍បើអ្នកឆ្លើយគេឆ្លើយថាម៉ោង8អញ្ចឹងមានថាគេឆ្លើយនិយាយថាពាក្យប៉ាទៀងខែជឿណាចឹងអ្នកនេះអាចមើលបែបសំណួរហើយចម្លើយយើងអត់ពិបាកទេគាត់ទៅរកពាក្យពេលវេលាដែលដាក់បញ្ជាក់ថានៅពេលណាមកដាក់មកហើយថែមពាក្យខែជឿមួយម៉ាត់នៅកន្ទុយដូចសំណួរចឹងមកខ្លាយជាពាក្យចម្លើយហើយកន្លែងហ្នឹងតោះប្រយោគទី5វពូស៊ីហ៊ាន់តាឡានឈើខ្ញុំមិនចូលចិត្តលេងបាល់បោះចឹងមេរៀនមុនយើងមានពាក្យពូហ៊ុយមិនចេះឥឡូវមិនចូលចិត្តចឹងយើងប្រើពាក្យផ្សេងពីគ្នាតិចតួចឧទាហរណ៍យើងនិយាយថាបើយើងនិយាយថាមិនចេះពូហ៊ុយបើយើងនិយាយថាចេះហ៊ុយតែបើយើងនិយាយថាចូលចិត្តស៊ីហ៊ាន់បើយើងនិយាយថាមិនចូលចិត្តពូស៊ីហ៊ាន់អញ្ចឹងពាក្យរបស់យើងរៀនហើយអ្នកនេះសុំមើលឡើងវិញសុំរៀនអានរៀនសរសេររៀនបកប្រែពិសេស clear ពិបាកផ្សេងណាគឺគាត់ថាស្ដាប់ដល់ស៊ឺតន់ហើយប៉ុន្តែអត់តន់បានបកអត់តន់បាន note អញ្ចឹងយើងរៀនអានរៀនបកសារថ្មីខ្លួនឯងបើមិនគាត់ថាបកអត់ត្រូវប្រាប់ដល់ស៊ឺបញ្យល់បន្ថែមណាអញ្ចឹងមើលប្រយោគរបស់យើងនេះ我不喜欢打篮球篮球បាល់បោះតានិយាយពីពាក្យថាលេងឬក៏ប្រើដៃទៅលេងតាខ្ញុំមិនចូលចិត្តលេងបាល់បោះទេតែចឹងប្រយោគទាំង5ហ្នឹងគឺប៉ុណ្ណឹងអ្នកគ្នាឥឡូវសរុបអា note វិញក៏បាននេះសិនហើយគឺអានឲ្យស្ដាប់បកប្រែស្ដាប់ម្ដងទៀតអញ្ចឹងដល់ពេលអ្នកនេះស្ដាប់តន់ហើយសូមធ្វើការកត់ត្រាហើយបើយើងពេលរៀនពាក្យយើងចេះពាក្យហើយទៅពេលតប្រយោគយើងគាត់តែឃើញយើងចេះអាហ្នឹងគឺជារឿងប្រសើរមែនតើណាអញ្ចឹងអ្នកនេះត្រូវវឹកហាត់បន្ថែមតោះអញ្ចឹងមើលទាំងអស់គ្នាទាំង5ប្រយោគឡើងវិញណាប្រយោគទី1我喜欢看电视节目ខ្ញុំចូលចិត្តមើលកម្មវិធីទូរទស្សន៍我跟你一起看ទី2ខ្ញុំមើលជាមួយអ្នកប្រយោគទី3好 OK 我们一起看ពួកយើងមើលទាំងអស់គ្នា